សូមជម្រាបសួរទស្សនិកជនទាំងអស់ជាទីមេត្រីបាទខ្ញុំបាទឈ្មោះសេចក្ដីកំសាន្តជាពិធីករថ្មីសម្រាប់កម្មវិធីការប្រឡងបាច់រាំអន្តរជាតិបាទសម្រាប់កម្មវិធីការប្រកួតបាច់រាំអន្តរជាតិដោយអ្វីដែលទស្សនិកជនបានជ្រាបរួចមកហើយថាសប្តាហ៍នេះក៏មិនខុសប្លែកពីសប្តាហ៍មុនដែរបាទអញ្ចឹងគឺយើងមាន4ក្រុមសម្រាប់ការប្រកួតក្បាច់រាំនៅក្នុងឱកាសនេះបាទដែល4ក្រុមទាំងនេះគឺមានដូចតទៅក្រុមទី1គឺមានឈ្មោះថា BD6M បាទសម្រាប់ក្រុមទី2គឺមានឈ្មោះថា Snow Girls រីឯក្រុមទី3គឺមានឈ្មោះថា SDO4 និងក្រុមចុងក្រោយគឺមានឈ្មោះថា GH4 ចាអរគុណខ្លាំងណាស់ចាមុននឹងជួបជាមួយនឹងការទស្សនាជាមួយនឹងការសម្ដែងក្បាច់រាំជាក្នុងឱកាសនេះផងដែរចានេះខ្ញុំសូមបញ្ជាក់ជូនទៅដល់ទស្សនិកជនទាំងអស់គ្នាថាចាតកតងទៅនឹងការប្រកួតក្បាច់រាំនេះចាគឺកម្មវិធីរបស់យើងចាគឺមានគណៈកម្មការចំនួន4រូបចាដែលគាត់ចាជាអ្នកដាក់បន្ទុកទៅលើការប្រឡងចាដែលចាលោកគណៈកម្មការទី1ចាគឺលោកគ្រូស៊ុននីចាសូមអរសាទរបាទចាហើយចាទី2ចាគឺបងប្រុសគឹមហុកចាសូមអរសាទរចាហើយបងប្រុសទី3ចាគឺបងប្រុសបូរិនចាចាហើយទី4នោះចាគឺជួបជាមួយនឹងបងវិរៈចាសូមអរសាទរចាអរគុណច្រើនចាដូច្នេះកម្មវិធីរបស់យើងគឺជួបជាមួយនឹងក្រុម BD6M ចាដូច្នេះសូមពីទស្សនាដើម្បីនិយាយចាស
Oppa Gangnam Style. Gangnam Style. Oppa Gangnam Style. Gangnam Style. Oppa Gangnam Style. Sexy lady. Oppa Gangnam Style. Sexy lady. Oppa Gangnam Style. I don't mean to hurt you, dude, but I'm your boss now. All you haters stay back, cause it's finna go. But they say I'm off the train, I'm more like off the meter. The leader, I get these girls wet like Aquafina. These other rappers mute, cause they ain't saying nothing. I'm super bad, get more action than Mick Lovin'. Try to stop something, y'all can never catch me. I'ma hit up in the race, so y'all can never pass me. Get back when I rap fast, cause you backlash when I get past, cause you get last. I'm an outcast, I'm my class, I'm so fast, I'm on top of my game, if I hit your ass. Chào sông pha cốt mong cam cam vị thí. តើអ្នកឆ្លាតឬទេ ចាអរគុណខ្លាំងណាស់ចាបន្ទាប់ពីបានទស្សនាជាមួយនឹងក្រុម BD សិចអមរួចមកចាឃើញថាការបង្ហាញក្បាច់រាំរបស់ក្រុមនេះចាគឺមានលក្ខណៈល្អប្រសើរមែនទែនឬក៏មានលក្ខណៈបែបណាចាដូច្នេះប៉ុន្តែមុននឹងចូលដល់ដឹងថាតើក្រុមរបស់បងអូនចាមានលក្ខណៈលេចធ្លោបែបណាគឺមានតែទុកឱកាសនេះជូនដល់គណៈកម្មការប៉ុន្តែមុននឹងចូលដល់គណៈកម្មការយើងខ្ញុំក៏សូមចាធៀបក្នុងឱកាសនេះសួរទៅដល់ក្រុមបងអូនដែរថារយៈពេលនៃការបង្ហាត់ប្រហែលដែរអូន ខ្ញុំហាត់រយៈពេលមួយអាទិត្យ ចារយៈពេលតែមួយអាទិត្យទេចា បាទបងក៏មានសំណួរចង់សួរបងអូនដែរថាតើការរាំហាត់រាំនេះគឺមានការលំបាកទេអូន ខ្លះបង បាទតោះដែរ ចាខ្លះហើយក្នុងនោះបងក៏មានសំណួរមួយទៀតចង់សួរថាតើយើងមកហាត់នេះចាមានលោកប៉ាអ្នកម៉ាក់ក៏ដូចជាមិត្តភ័ក្តិនិងលោកគ្រូគាត់ជួយលើកទឹកចិត្តច្រើនទេអូន គឺគាត់ភិកច្រើនជួយគ្រប់គ្រងបង ចាជួយគ្រប់គ្រងអញ្ចឹងគាត់មកចូលរួមទស្សនាអត់ មកបង ចាអរគុណនៅកន្លែងណាខ្លះចាអូចាំតែចាអរគុណច្រើនចាដូច្នេះ បាទជាបន្តទៅទៀតនេះគឺដើម្បីឲ្យដឹងថាតើលក្ខណៈសម្បត្តិរបស់ក្រុមបងអូនដែលបញ្ចេញក្បាច់រាំដ៏ល្អនេះអញ្ចឹងមានលក្ខណៈសម្បត្តិបែបណាក៏សូមប្រគល់ទូនីតិនេះជូនដល់លោកគណៈកម្មការបាទសូមគ្រប់ជើញបាទ ចាសូមផ្ដល់ឱកាសនេះជូនដល់លោកគ្រូសុកនេះក៏ដូចជាបងប្រុសគឹមហុកចាដើម្បីចាវាយតម្លៃទៅលើក្រុមទី1ចាសូមអញ្ជើញចា បាទអរគុណច្រើនចំពោះបាទក្រុមហ៊ុនអូនណាបាទ BD 6M បាទឃើញថាមានលក្ខណៈហត់ហើយណាតែទៅនឹងបច្ចេកទេសរបស់បងអូនឃើញបាទបញ្ចេញក្បាច់បានល្អប្រត់បើបាទនៅដើមចាប់ផ្ដើមដំបូងហ្នឹងណាបាទប៉ុន្តែរហូតមកដល់ពាក់កណ្ដាលនៃបទដែលយើងកាត់តមិញចូល Gangnam Style ហ្នឹងមកវាហាក់បីដូចជាបងអូននៅរៀនធ្លាក់បាទក្បាច់យើងធ្វើឲ្យយើងនឹងមិនសូវសមគ្នាប្រហែលទេអញ្ចឹងបើន័យថាពីដំបូងមកគឺយើងសមបានស្របគ្នាល្អណាទាំងក្បាច់លើក្បាច់ក្រោមបាទប៉ុន្តែក្បាច់ក្រោមគឺថាយើងអត់ទាន់បានលេងអស់បាទពីដំបូងប៉ុន្តែចុងក្រោយលេងក្បាច់ច្រើនទាំងលើទាំងក្រោមមែនក៏ប៉ុន្តែធ្វើឲ្យយើងនឹងអត់សូវស្របគ្នាអញ្ចឹងប្រហែលជាមានការហាត់នឹងរយៈពេលខ្លីពេកតាមមើលណាបាទអត់អីទេសម្រាប់ឃើញថារាល់ការបង្ហាញក្បាច់រាំគឺល្អហើយរីឯសម្ព័ន្ធភាពនោះក៏មានបទជំនាញដែលអូនរាំគឺបងពេញចិត្តគឺសំរួមមកហើយជំនាញបែបនេះមកបងពេញចិត្តមកអរគុណ សូមអរគុណដល់លោកគណៈកម្មការដែលបានផ្ដល់ឱកាសក្នុងការណែនាំល្អៗដល់ក្រុម BD 6M បាទសូមអរគុណច្រើនបាទ មេត្រីចាគុណខាងក្រុមទី1បានរកថាថ្ងៃអំពីអារម្មណ៍របស់ទស្សនិកជនទាំងអស់គ្នាហើយចាឥឡូវនេះចូលចូលមកដល់ក្រុម
ចឹងបងចង់សួរទៅលើសំណួររបស់បងអូនថាតើរយៈពេលនៃការហាត់រាំនេះគឺរយៈពេលប្រហែលដែរអូនបងរយៈពេលមួយសប្តាហ៍បាទក្នុងការហាត់រាំនេះក្បាច់រាំនេះគឺអូនយ៉ាងម៉េចដែរមានការលំបាកទេអូនលំបាកតិចហើយក្នុងការហាត់រាំនេះអូនមានគំនិតក្នុងការច្នៃប្រឌិតជាក្បាច់រាំរបស់អូនឬក៏មានគ្រូគាត់ជួយបង្ហាត់ដែរទេអូនចាបងមានគ្រូនិងបងជួយបង្ហាត់បាទមានគ្រូនិងបងជួយបង្ហាត់បាទអរគុណច្រើនចាអរគុណខ្លាំងណាស់ចាឃើញថាបងទាំងអស់គ្នាចាពិតជាមានការប្រឹងប្រែងដូចជាព្យាយាមមែនទេក្នុងការបង្ហាត់ហើយក្នុងនោះរយៈពេលគឺតែមួយសប្តាហ៍តែប៉ុណ្ណោះចាក្នុងឱកាសនេះចាដល់ឱកាសចាឲ្យចាលោកគណៈកម្មការទាំងពីររូបចាដើម្បីឲ្យគាត់ធ្វើការវាយតម្លៃទៅតាមផ្នែកព្រោះជាទៅតាមជំនាញនីមួយៗរបស់លោកដែរចាបាទជាដំណងគឺសូមគោរពអញ្ជើញលោកគណៈកម្មការលោកបុរិនបាទ